បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចេញវីដេអូមកនិយាយទាក់ទងជាមួយនឹងកម្មវិធី EB3 ដែលបងប្អូនទាំងអស់គ្នាដឹងនៅពេលបច្ចុប្បន្នហើយខ្ញុំចង់បញ្ជាក់ដែរថាខ្ញុំគឺជាមនុស្សដំបូងដែលបានដាក់តាមកម្មវិធី EB3 មកសហរដ្ឋអាមេរិកហើយខ្ញុំចាប់ផ្ដើមស្គាល់កម្មវិធី EB3 នៅក្នុងអំឡុងឆ្នាំ2015ហើយកម្មវិធី EB3 នោះគឺខ្ញុំមិនមែនដាក់ជាមួយនឹងក្រុមហ៊ុនដែលមាននៅស្រុកខ្មែររបស់យើងបច្ចុប្បន្នទេគឺខ្ញុំដាក់ជាមួយនឹងក្រុមហ៊ុនកូរ៉េមួយដែលគេមានសាខាក៏ដូចជា office គេនៅស្រុកខ្មែរយើងក៏ប៉ុន្តែបច្ចុប្បន្នហ្នឹងក្រុមហ៊ុនហ្នឹងតាមអ្វីដែលខ្ញុំដឹងគឺគេបានបិទនៅក្នុងស្រុកខ្មែរយើងហើយនៅខាងកូរ៉េក៏មិនដឹងថាគេនៅបន្តអត់ទៀតដែរប៉ុន្តែខ្ញុំចង់ជំរាបបងប្អូនថាកម្មវិធី EB3 ដែលធានាទាំងគ្រួសារកូនប្រពន្ធអីផ្សេងៗមករស់នៅសហរដ្ឋអាមេរិកហ្នឹងមិនមែនជាកម្មវិធីងាយស្រួលដូចតែយើងគិតទេខ្ញុំចំណាយពេល5-6 ឆ្នាំហើយខ្ញុំអាចនិយាយបានថាកាលពីជំនាន់ដែលខ្ញុំដាក់គឺមិនទាន់មានក្រុមហ៊ុនទូលំទូលាយហើយក៏មិនទាន់មានអ្នកណាដែលគេស្គាល់ EB3 ដែរហើយអ្វីដែលខ្ញុំដាក់គឺយើងមានមូលហេតុចម្បងជាច្រើនដែលធ្វើឲ្យយើងបន្ថយនៅក្នុងការចំណាយលុយជំនាន់នោះគឺថ្លៃមែនទែនខ្ញុំចំណាយប្រហែលជាចូល$50,000នៅក្នុងការ process ឯកសារទាំងអស់ហ្នឹងតម្រុំទៅបានជោគជ័យខ្ញុំដាក់នៅក្នុងឆ្នាំ2015ប្រហែលជាខែ9ហើយខ្ញុំទទួលបានការសម្ភាសលើកដំបូងនៅក្នុងឆ្នាំ2017ក្នុងប្រហែលជាខែ8នៅក្នុងឆ្នាំនោះមានអតិថិជន2គ្រួសារអាចនិយាយបានថាខាងគ្រួសារគេមួយហើយនិងគ្រួសារខ្ញុំមួយហើយគ្រួសារម្នាក់ទៀតដែលសម្ភាសមុនខ្ញុំនោះគឺគាត់បានជោគជ័យគាត់បានមកសហរដ្ឋអាមេរិកមុនខ្ញុំក្នុងឆ្នាំ2017ដោយឡែកខ្ញុំសម្ភាសតាមក្រោយមិនទទួលបានជោគជ័យទេដោយសារតែមានការឆ្លើយឆ្លងខ្វះឯកសារផ្សេងខ្ញុំរងចាំតាំងពីឆ្នាំ2017រហូតមកដល់ឆ្នាំ2000ចុងឆ្នាំ2021ទៅខ្ញុំទទួលបានការសម្ភាសម្ដងទៀតបាទខ្ញុំចង់ជំរាបបងប្អូនថាការដែលយើងដាក់ពី EB3 គឺប្រៀបដូចជាយើងគេងសុបិនរយយប់បាទចំពោះខ្ញុំផ្ទាល់ខ្ញុំស្ទើរតែមានជំងឺបាក់ទឹកចិត្តគេហៅថាជំងឺ depression ជាមួយនឹងកម្មវិធី EB3 គោលបំណងនៃខ្ញុំចេញវីដេអូថ្ងៃនេះខ្ញុំចង់ជំរាបដែរថាខ្ញុំគឺជាមនុស្សម្នាក់ដែលបានមកសហរដ្ឋអាមេរិកតាមកម្មវិធី EB3 ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមួយចំនួនដែលមិនមានលក្ខខណ្ឌដូចខ្ញុំក៏មិនមានលក្ខខណ្ឌដូចខ្ញុំក៏មិនចង់ឲ្យបងប្អូនដាក់ពាក្យដូចខ្ញុំដែរនិយាយឲ្យចំមូលហេតុដែលខ្ញុំដាក់ពាក្យគឺយើងមានចំណុចសំខាន់មួយចំនួនដែលធ្វើឲ្យយើងដាក់ពាក្យមកមិនមែនថាស្រុកខ្មែរយើងមិនល្អកូនសេវាកម្មសុខភាពសេវាសាធារណៈមិនល្អឬក៏សាលាកូនរៀនអត់កើតក៏អត់ទេបងប្អូនត្រូវដឹងថាការដែលយើងសម្រេចចិត្តដាក់ពាក្យមករស់នៅស្រុកគេជាពិសេសយើងមកធ្វើការកុងត្រាស្រុកគេជាមួយនឹងកម្មវិធីអីផ្សេងគឺវាលំបាកមែនទែនដោយសារទី1និយាយភាសាឲ្យចំទៅមិនមែនជាការងារដែលយើងអាចរើសបានទោះបីតែចូលក្រុមហ៊ុនតែមួយមិនប៉ុន្តែក្នុងក្រុមហ៊ុនហ្នឹងគឺការងារយើងមិនអាចរើសបានគឺគេជាអ្នកកំណត់កន្លែងឲ្យយើងចូលដោយសារអីតាមក្រុមហ៊ុនដែលយើងដាក់មកហ្នឹងគេគិតថាយើងជាបុគ្គលិកកុងត្រាបាទយើងមិនធ្វើក៏គ្មានជំរើសហើយទោះបីតែយើងធ្វើក៏យើងមិនអាចរើសកន្លែងផ្សេងបានដូចគ្នាដែរបាទខ្ញុំនិយាយនេះគឺខ្ញុំចង់ជម្រាបឲ្យបងប្អូនដឹងថាមុននឹងសម្រេចចិត្តដាក់ពាក្យ EB3 មកសហរដ្ឋអាមេរិកឬក៏កម្មវិធីផ្សេង
ដែលយើងត្រូវចំណាយលុយច្រើនដូចជំនាន់ពួកខ្ញុំហ្នឹងសូមឲ្យអ្នកទាំងអស់គ្នាគិតឡើងវិញឲ្យច្បាស់ទី1ក្តីសម័យរបស់យើងដែលយើងដាក់ពាក្យមកគឺយើងចង់ឲ្យកូនយើងរៀនខ្ពង់ខ្ពស់ក៏ប៉ុន្តែខ្ញុំសួរត្រឡប់ទៅវិញថាបងប្អូនទាំងអស់គ្នាដឹងថាសហរដ្ឋអាមេរិកយើងដឹងហើយថាយើងរៀន free តាមសាលារដ្ឋផ្សេងគឺយើងរៀន free ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់វិទ្យាល័យដោយឡែកចប់ពីវិទ្យាល័យចូលមហាវិទ្យាល័យចូលសាកលវិទ្យាល័យផ្សេងគឺយើងត្រូវចំណាយប្រាក់ច្រើនមែនទែនដើម្បីឲ្យកូនយើងរៀនរហូតដល់អ្នកខ្លះមិនមានលទ្ធភាពបង់ថ្លៃសាលាឲ្យកូនរៀនកូនត្រូវសម្រេចចិត្តចប់ត្រឹមវិទ្យាល័យដើម្បីទៅរកការងារធ្វើអ្នកខ្លះស្រឡាញ់ការសិក្សាផ្សេងគាត់ក៏សម្រេចចិត្តខ្ចីប្រាក់កម្ចីពីរដ្ឋដើម្បីរៀនបន្តបាទដល់ឡែកខ្ញុំប្រៀបធៀបជាមួយនឹងស្រុកយើងគឺវាល្អប្រសើរច្រើនទី1យើងគិតថាការដែលយើងចំណាយទៅលើការរៀនសូត្ររបស់កូនវាច្រើនប៉ុន្តែកូនយើងមានឱកាសរៀនសូត្របានច្រើនភាសាដូចជំនាន់កូនខ្ញុំគាត់រៀនខ្មែរអង់គ្លេសនិងចិនបាទប៉ុន្តែដោយឡែកនៅនេះគឺយើងរៀនតែមួយមុខទេគឺអង់គ្លេសបាទហើយបើសិនជាយើងកូនយើងរៀនបកកែនៅស្រុកខ្មែរធំទៅគាត់អាចមានជា scholarship ជាអាហារូបករណ៍អីផ្សេងក៏គាត់អាចមករៀនស្រុកគេបានដូចគ្នាដែរខ្ញុំនិយាយនេះមិនមែនចង់បង្អាក់ដំណើរឬក៏មិនប្រឆាំងនៅក្តីសម័យរបស់បងប្អូនទេក៏ប៉ុន្តែគាត់តែចង់លើកឧទាហរណ៍ថាហេតុអីបានយើងត្រូវសម្រេចចិត្តចង់មកស្រុកគេចំពោះខ្ញុំវាជាជំរើសមួយដែលយើងរើសដោយមិនគិតថាវាអស្ចារ្យជាងស្រុកខ្មែរយើងប្រហែលទេទី1ខ្ញុំមកដោយសារតែគ្រួសារប្រពន្ធរបស់ខ្ញុំគាត់ឪពុកម្ដាយក្មេកខ្ញុំហើយជាមួយនឹងបងប្អូនខាងប្រពន្ធខ្ញុំក៏នៅស្រុកគេទាំងអស់អញ្ចឹងបើសិនជាខ្ញុំនៅស្រុកខ្មែរគាត់នៅស្រុកខ្មែរតែម្នាក់ឯងអញ្ចឹងហើយទិសដៅរបស់យើងទី1គឺយើងដើម្បីឲ្យគាត់ជួបជុំគ្រួសារគាត់យើងត្រូវតែមកមិនមែនជាគោលដៅថាត្រូវតែមកដើម្បីឲ្យកូនរៀនល្អជាងស្រុកខ្មែរដើម្បីជីវភាពប្រសើរជាងស្រុកខ្មែរអាខ្ញុំគិតថាប្រហែលជាមិនអាចទេបាទគេអាចមានបាននៅទីនេះខ្ញុំអាចនិយាយបានថាតាមអ្វីដែលខ្ញុំដឹងគេរកស៊ីខ្លួនឯងគេមានហាងគេមាន business អីរបស់គេប៉ុណ្ណឹងប៉ុន្តែដល់ឡែកបើសិនជាយើងទៅធ្វើការគេហៅ minimum wage បានតែ20 bill មកល្អមើលទទួលស្គាល់ថាយើងមានឡានយើងមានម៉ូតូយើងមានផ្ទះយើងមានអីរស់នៅក៏ប៉ុន្តែអ្វីទាំងអស់នោះគឺយើងសិតតែជាបំណុលរបស់យើងបាទហើយអ្នកខ្លះនៅស្រុកខ្មែរមានផ្ទះនៅហើយមានមុខរបរហើយមានជីវភាពក្រាន់បើហើយក៏ប៉ុន្តែគាត់គិតថាស្រុកគេប្រហែលជាស្រួលជាងនឹងឬក៏ល្អប្រសើរជាងនឹងអានឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគិតឡើងវិញឲ្យច្បាស់កន្លងមកដែលបងប្អូនមើលពាក្យទាំងអស់ស្គាល់ខ្ញុំកម្រនឹងណែនាំឲ្យបងប្អូនទាំងអស់គ្នាដាក់ពាក្យមកស្រុកក្រៅឬក៏ណែនាំឲ្យបងប្អូនទៅក្រុមហ៊ុននេះទៅក្រុមហ៊ុននោះដើម្បីបានជាកម្រៃជើងសារគឺកម្រណាស់ដោយសារតែខ្ញុំគិតថាអនាគតរបស់មនុស្សម្នាក់គឺមិនដូចគ្នាស្ថានភាពរបស់គ្រួសារមួយក៏ដូចគ្នាខ្ញុំមកគឺខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំហើយដល់ឡែកបងប្អូនមកគឺប្រហែលជាបងប្អូនមានលក្ខខណ្ឌខុសពីខ្ញុំហើយលក្ខខណ្ឌទាំងអស់នោះយើងមិនអាចយកមកបង្អាក់ដំណើរបានទេបើសិនជាបងប្អូនគាត់ថាសមរម្យយើងអាចដាក់មកក៏ប៉ុន្តែចង់បញ្ជាក់ថាកម្មវិធីដែលខ្ញុំសម្រេចចិត្តនឹងដាក់មកនេះគឺយើងចំណាយលុយនិងចំណាយពេលវេលាច្រើនមែនទែនហើយយើងបថុយបឋានមែនទែនការដែលបថុយបឋាននេះវាជាគ្រោះថ្នាក់មួយទី1យើងបង្អាក់ពេលវេលារបស់យើងបើយើងរកស៊ីយើងធ្វើការគឺយើងមិនហ៊ានរកស៊ីធំដុំទេខ្លាចគេហៅសម្ភាសទៅយើងត្រូវបាត់បង់
business របស់យើងបាត់បង់អីរបស់យើងបាទក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ទៅវិញថាมันដូចអ្វីដែលគេនិយាយទេអ្នកខ្លះគេនិយាយថាស្រុកគេស្រួលមានសបុតពេទ្យទៅពេទ្យអត់ដោះលុយចាស់ទៅមានគេចិញ្ចឹមបាទអ្វីគឺមានរដ្ឋគេជំនួយច្រើនទាំងអស់នោះมันពិតដូចអ្វីដែលអ្នកទាំងអស់គ្នាដឹងទេវាមានរឿងរ៉ាវច្រើនមែនទែននៅពីក្រោយហ្នឹងបាទបើសិនជាយើងចាស់ទៅឲ្យគេចិញ្ចឹមលុយទាំងអស់នោះក៏មិនមែនជាលុយរបស់រដ្ឋទេគឺជាលុយរបស់យើងដោយសារយើងធ្វើការយើងបង់លុយប្រចាំអាទិត្យប្រចាំខែតេតឲ្យទៅរដ្ឋចុងឆ្នាំវិញគេគិតretirement payment ត្រឡប់មកយើងវិញហ្នឹងមិនច្រើនទេបាទអ្វីដែលខ្ញុំចង់និយាយខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំសូមទោសដល់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាដែលកន្លងមកខ្ញុំមិនបានជំរាបថាខ្ញុំមកតាមកម្មវិធីស្អីគេហើយតែងតែឆ្លេចមកសួរខ្ញុំថាអ្នកខ្លះដឹងថាខ្ញុំមកតាមកម្មវិធី ABC ហើយហេតុអីបានខ្ញុំមិនព្រមណែនាំមិនព្រមបង្ហាញផ្លូវមិនព្រមប្រាប់ក្រុមហ៊ុនថាយើងមកតាមក្រុមហ៊ុនណាបាទអញ្ចឹងហើយវាពិតជារឿងមួយដែលលំបាកមែនតើដែលខ្ញុំមិនអាចនិយាយបានខ្ញុំមិនហ៊ានណែនាំបាទដោយសារតែខ្ញុំមិនចង់បានកម្រៃជើងសារខ្ញុំមិនចង់បានលាភសក្ការៈពីក្រុមហ៊ុនអស់ទាំងនោះទេក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តដោយការទទួលខុសត្រូវខ្លួនឯងទី1គឺថវិកាយើងគិតមើលបច្ចុប្បន្នទោះបីមិនមានក្រុមហ៊ុនដែលគេយកថ្លៃដូចពីជំនាន់មុនត្រឹមតែ 25,000 30,000 ក៏ជាថវិកាមួយដ៏ច្រើនចំពោះបងប្អូនដែរហើយដោយឡែកបន្ទាប់តែពីយើងបានមកហើយវាមានរឿងច្រើនជាងនឹងទៀតដែលយើងត្រូវទទួលខុសត្រូវបាទបើសិនជាអ្នកទាំងអស់គ្នាមានបងប្អូនដែលឬក៏មានមិត្តភ័ក្តិនៅទីនេះដែលគេចាំជួយបំណុបបំរុងវាជារឿងមួយដ៏ល្អក៏ប៉ុន្តែបើសិនជាយើងមកដោយខ្លួនឯងគ្មានអ្នកជួយបង្ហាញផ្លូវឬក៏គ្មានអ្នកជួយបំណុបបំរុងទេខ្ញុំជឿថាអ្នកខ្លះមកហើយនឹងបោះបង់ឱកាសនឹងត្រឡប់ទៅវិញវាពិបាកមែនទែនបើចំពោះខ្ញុំគឺវាពិបាកមែនទែនវាឯកោមែនទែនយើងគ្មានបងប្អូនច្រើនដូចនៅស្រុកខ្មែរយើងគ្មានឱកាសបុណ្យទានឡើងយើងឈប់សម្រាប់អីផ្សេងបាទការងារសប្តាហ៍ថ្ងៃគឺយើងធ្វើបានលុយច្រើនប៉ុន្តែយើងចំណាយទៅវិញក៏ច្រើនបាទណាគេហៅថាទូកធំក្តោងធំបាទសប្តាហ៍ថ្ងៃដូចខ្ញុំជម្រាបទាំងថាយើងអាចមានអ្វីគ្រប់យ៉ាងនៅទីនេះបើសិនជាយើងហ៊ានលះបង់ពេលវេលាទៅរកលុយដើម្បីមកតែអ្វីទាំងអស់នោះគឺធ្វើមកដើម្បីបង់តែបំណុលឲ្យគេទៅវិញបាទហើយសួរថាខ្សល់អីគេទៅថ្ងៃមុខសំណួរនេះគ្មានអ្នកណាអាចឆ្លើយចេញទេបាទអត់មានអ្នកណាឆ្លើយចេញទេបើសិនជាគេជាអ្នករស់ស៊ីក៏គេមានពេលកំណត់របស់គេប៉ុន្តែបើសិនជាយើងជាអ្នកធ្វើការខ្ញុំអាចនិយាយបានថាការងារអាចជួយឲ្យយើងបានរស់ប៉ុន្តែมันអាចជួយឲ្យយើងបានខ្លាយទៅជាអ្នកមានសល់ទ្រព្យសម្បត្តិហូរហៀដើម្បីយើងសប្បាយទៅថ្ងៃមុខគឺអត់មានទេបាទត្រឡប់ទៅវិញខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមុននឹងសម្រេចចិត្តទៅលើការផ្សព្វផ្សាយទៅលើការ promotion អីផ្សេងទៅលើការដែលយើងស្គាល់មិនច្បាស់អីផ្សេងទៅលើការបង់ប្រាក់ដើម្បីធានាបងប្អូនគ្រួសារអីមកខ្ញុំចង់បងប្អូនគិតឡើងវិញឲ្យច្បាស់ដោយឡែកបើសិនជាយើងមានឱកាសដាក់ឆ្នោតឬក៏គ្រួសារប្តីប្រពន្ធកូនឪពុកម្ដាយធានាមកនឹងខ្ញុំលើកទឹកចិត្តឲ្យមកប៉ុន្តែបើសិនជាមកជាមួយនឹងកម្មវិធីបង់ប្រាក់ផ្សេងសូមគិតពិចារណាឡើងវិញបាទខ្ញុំមិននិយាយថាគេបោកឬក៏គេយកលុយយើងទៅណាទៅណីបាត់គឺខ្ញុំមិនហ៊ាននិយាយដល់ប៉ុណ្្នឹងទេក៏ប៉ុន្តែខ្ញុំអាចនិយាយបានថាចំនួនខ្ញុំដាក់ក៏ខ្ញុំមិនទុកចិត្តក្រុមហ៊ុនដែរខ្ញុំនិយាយត្រង់បាទខ្ញុំមិនទុកចិត្តក្រុមហ៊ុនទេបាទមុននឹងខ្ញុំសម្រេចចិត្ត
ដាក់ពាក្យបង់លុយឲ្យក្រុមហ៊ុនគឺខ្ញុំចរចាលក្ខខណ្ឌជាមួយក្រុមហ៊ុនច្រើនមែនតើបាទទី1លុយដែលខ្ញុំដាក់ទៅជាដំណាក់កាលហើយជាដំណាក់កាលហ្នឹងគឺលុយដែលយើងដាក់ទៅក្រុមហ៊ុនអាចដកប្រើបានប្រហែលជា20 ទៅ 30% នៃប្រាក់ដែលយើងបង់ទៅទេដែលឡែក50 60 70% ទៀតគឺត្រូវបានបង្កកដោយធនាគារកណ្ដាលរបស់អាមេរិកគេហៅថា escrow យើងសម័យខ្លួនដែលយើងជាអ្នកបង់ប្រាក់ក៏មិនអាចដកបានក្រុមហ៊ុនដែលជាអ្នកយកលុយយើងក៏មិនអាចដកបានដែរបើសិនជាយើងមិនអនុញ្ញាតឲ្យដកបាទដោយឡែកខ្ញុំមិនដឹងថាបងប្អូនទាំងអស់គ្នាដែលដាក់ពាក្យមកជាមួយនឹងក្រុមហ៊ុនផ្សេងជាមួយនឹងភ្នាក់ងារផ្សេងបានអនុវត្តដោយការពីជំនាន់ខ្ញុំមុនអត់ទេបាទអានេះវាជាក្តីបារម្ភមួយជួនកាលគេហៅថាឱកាសក៏បាត់លុយក៏បង់អាហ្នឹងក៏ខ្ញុំចំពោះខ្ញុំមានអារម្មណ៍សោកស្ដាយមានអារម្មណ៍បាក់ទឹកចិត្តក្រោយពេលពីទូតគេបដិសេធសំណើរបស់យើងប្រហែលដងគឺយើងមានអារម្មណ៍បាក់ទឹកចិត្តច្រើនបាទយើងគិតថាលុយមិនមែនជារឿងអ្វីដែលយើងគិតថាវាបាត់បង់ទេតែសារលុយហ្នឹងវាអត់បាត់ទេយើងត្រូវបានដាក់នៅក្នុងធនាគារកណ្ដាលរបស់អាមេរិកគេហៅថា escrow បាទប៉ុន្តែដោយឡែកបច្ចុប្បន្នខ្ញុំមិនដឹងថាមានកម្មវិធីអីអស់ទាំងនឹងអត់ទេបាទអញ្ចឹងហើយអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ទៅលើអ្នកទាំងអស់គ្នាដែលមានបំណងដាក់ពាក្យតាមកម្មវិធីផ្សេងដែលតាក់ទងជាមួយនឹងការបង់ប្រាក់ឬក៏ការចំណាយប្រាក់ច្រើនហើយដើម្បីបានមករស់នៅស្រុកគេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតពិចារណាថាមូលហេតុអីបានយើងត្រូវសម្រេចចិត្តមករស់នៅស្រុកគេបាទ